អាល្ងងកំពុងរកត្រីសុកក៏ឃើញក្តាមធំពន់មុខមនុស្សវាពេញទឹកក៏ស្ទុះទៅចាប់បានប៉ុន្មានក្បាលយកទៅផ្ញើបងថ្លៃទាំងសប្បាយចិត្តតែបងថ្លៃថាអានឹងមានពីស៊ីមិនកាត់ទេធ្លាប់មានអ្នកស៊ីហើយហាមក៏ស្លាប់ដកដង្ហើមមិនរួចតតែដាច់ខ្យល់អាល្ងងប្រកែកថាមិនមែនមកពីក្តាមទេមកពីអ្នកនោះចាញ់អាហារសមុទ្រតាមពិតរូបរាងជាមនុស្សល្ងងតែវិញ្ញាណជាអ្នកចេះដឹងតែបានឆ្លងភពពីសម័យថ្មីមកចូលខ្លួនរស់នៅជាមួយបងថ្លៃស្រីមេម៉ាយដើម្បីបាននៅក្បែរនឹងលួចបន្លំស្ទាបនាងគេចេះតែធ្វើពុតជាឡប់ទៅថែមទាំងហ៊ានយកលេសជូតប្រឡាក់ឲ្យបងថ្លៃដើម្បីបានលួចស្ទាបផ្លូវនាងទៀតផងបងថ្លៃមិនសូវស្រួលចិត្តទេតែឃើញប្អូនថ្លៃសិតមិនល្អក៏មិនដឹងធ្វើម៉េចក៏រកលេសគេចទឹកខ្ចីអង្គរអ្នកចិត្តខាងតែអាល្ងងខាត់មិនឲ្យទៅប្រាប់ថាចាប់ពីថ្ងៃនេះគេនឹងចូលព្រៃធានាថារកសាច់ឲ្យបងថ្លៃស៊ីរាល់ថ្ងៃនាងមិនជឿថាមនុស្សល្ងងចេះបាញ់សត្វវាយណាតែមិនចង់ឲ្យប្អូនអស់ទឹកចិត្តក៏ផ្ដាំឲ្យប្រយ័ត្នខ្លួនផងតាមពិតគេជាជើងឯកបាញ់ធ្នូពីសម័យថ្មីរឿងចូលព្រៃរកសាច់គឺងាយណាស់ឃើញត្រីក្នុងទឹកហែច្រើនគេក៏សាកល្បងបាញ់មួយព្រួញទៅមិននឹកស្មានថាបានត្រីធំមួយមែនគេសប្បាយចិត្តណាស់ស្រាប់តែក្រឡេកឃើញក្តាមធំពេញទឹកទៀតក៏ចាប់ដាក់ពេញមួយកញ្ជើតែម្ដងរួចក៏រត់ទៅអួតអ្នកភូមិពេញផ្លូវអ្នកភូមិឃើញហើយភ័យគ្រប់គ្នាប្រាប់ថាអានឹងមានពីសកុំស៊ីឲ្យសោះតែគេមិនខ្វល់ទេបើនៅសម័យថ្មីវិញក្តាមនេះថ្លៃណាស់មិនងាយបានស៊ីទេស្រាប់តែមានគេរត់មកប្រាប់ថាបងថ្លៃត្រូវអ្នកមានអំណាចចាប់ហើយគ្រោះថ្នាក់ណាស់គេភ័យស្ទុះរត់ទៅជួយបងថ្លៃភ្លាមតាមពិតនាងទៅខ្ចីលុយគេពួកវាទារដេកជាមួយដើម្បីកាត់បំណុលសំណាងហើយដែលគេទៅជួយតាន់កុំអីបងថ្លៃត្រូវពួកវាចាប់រំលោភបាត់ហើយតែដៃគេក៏ត្រូវរបួសដែរបងថ្លៃអាណិតប្អូនក៏ផ្ដាំថាបើថ្ងៃក្រោយគ្មានបងនៅទេឯងត្រូវចេះរស់ដោយខ្លួនឯងរួចក៏យកដីឥដ្ឋមួយចានមកប្រាប់ថាខំសន្សំកន្លះឆ្នាំហើយបានតែប៉ុណ្្នឹងទេឲ្យគេស៊ីទៅដើម្បីកុំឲ្យឃ្លានគេរុញចានដីនោះចេញភ្លាមរបស់នេះស៊ីទៅហើមពោះរស់មិនស្រួលទេក៏យកក្តាមដែលចាប់បានមកបង្ហាញបងថ្លៃអានឹងស៊ីមិនកាត់ទេបងធ្លាប់ឃើញគេស៊ីហើយហើមកហើយដាច់ខ្យល់ងាប់នឹងមកពីគេចាញ់អាហារសមុទ្រខ្ញុំមិនពោលទេធ្លាប់ស៊ីហើយមិនងាប់ទេឆ្ងាញ់ទៀតមួយសន្ទុះគេក៏ស្ងល់ក្តាមឆ្អិនខ្លាចនាងមិនជឿគេស៊ីឲ្យមើលមុនឃើញគេស៊ីឆ្ងាញ់ពេកបងថ្លៃក៏ស្រក់ទឹកមាត់ដែរតែនៅតែសួរថាខ្លាចប្អូនពោលឬមិនស្រួលខ្លួនគេប្រាប់ថាឆ្ងាញ់ណាស់ស៊ីទៅមិនអីទេនាងក៏ដាច់ចិត្តកាច់ជើងក្តាមមួយដាក់ចូលមាត់ហើយឆ្ងាញ់ដល់ថ្នាក់យំទោះជាមានពីសក៏បងសុខចិត្តដែរបងថ្លៃមិនពោលទេស៊ីសាច់វាវិញហានាងសប្បាយចិត្តដែលប្អូនចេះរកស៊ីថ្ងៃក្រោយអាចមានលុយយកប្រពន្ធគេឆ្លៀតប្រាប់ថាជាតិនេះចង់បានតែបងថ្លៃធ្វើប្រពន្ធទេធ្វើឲ្យនាងអៀនឡើងមុខក្រហមយប់ឡើងនាងយកទឹកក្តៅមកជូតខ្លួនឲ្យប្អូនដំបូងគេរៀងអៀនដែរតែនាងគិតថាមនុស្សល្ងងមិនដឹងអីទេក៏ចាប់ស្រាតខោឲ្យគេអស់រលីងឯងជួយពិតបាំងផងធ្វើជាមនុស្សល្ងងមិននឹកស្មានថាមានលៀបយ៉ាងនេះសោះកាន់តែមិនចង់ឲ្យនាងដឹងថាគេជាហើយថែមទាំងបានចិត្តសុំដេកអប់នាងទៀតបងថ្លៃមិនខឹងទេតែហាមមិនឲ្យគិតផ្ដេសផ្ដាសរួចក៏លើកទឹកដាចេញទៅធ្វើឲ្យគេដេកមិនលក់មួយយប់ទល់ភ្លឺព្រឹកឡើងគេចេញមកហាត់ប្រាណពុតខ្លួនស្រាប់តែបងថ្លៃដើរចូលមកឃើញជើងសឹកខ្ចីធ្វើឲ្យគេមើលឡើងផ្លឹកនាងប្រញាប់ទាញរកបិទជើងប្រាប់ថាទៅបេះផ្លែឈើត្រូវទឹកសន្សាមសឹមអស់រួចក៏បង្ហាញដំឡូងដែលបេះបានគេឃើញភ្លាមស្គាល់ថាជាដំឡូងកូនមានពីសអានឹងមានពីសណាបងដឹងស៊ីហើយងុយដេកបាត់ទៅងុយដេកស្អីអានឹងគឺពុលហើយ